trầm dai vì chật mình bán cướp cái chuẩn bị số nâng số sợi của mình ôn là đâu đi bờ chạm nó thành cầm thiệp bông ta chật chạy cơm thì tạm lâu từ chật chạy cơm này tạm lâu thì bà có này sẽ spray sẽ độc lâu là liệt bà có này ai dân cái chi mà tôi từ mục toទៀតណាពេលផាយទេចង់កន្លះម៉ោងមិនទៅដល់កន្លែងដែលយើងត្រូវចាប់ចៃក្រឹមឥឡូវយើងបន្តទស្សនាតិចសិននោះដល់កន្លែងនេះគឺកន្លែងយើងចុះទៅរកមួយកន្លែងនេះហើយយើងចុះទៅមួយកន្លែងបឹងនេះយើងដើម្បីចង់ដល់កន្លែងនេះយើងអត់អាចចុះបានទេសារអត់មានវត្តអត់មានអីហើយយើងក៏ត្រៀមនឹងចេញទៅរកខាងក្រៅវិញយើងចូលមកកន្លែងទៀតកន្លែងមុននេះគឺអត់មានក្រឹមដែរប៉ុន្តែយើងមានទេសភាពវាលស្រែហើយយើងក៏បានរត់លេងបញ្ញាក់អារម្មណ៍ខ្លះនៅក្នុងវីដេអូខ្លះដែរយើងមើលនៅក្នុងវីដេអូនេះឃើញហើយតិចទៀតខ្ញុំនឹងបង្ហាញអំពីរូបភាពទេសភាពស្រុកស្រែនៅតំបន់ភូមិព្រះដាក់ភូមិថ្នល់ទទឹងភូមិព្រះដាក់នេះទីនេះគឺជាសកម្មភាពមកថារូបទស្សនភាពស្រុកស្រែវាស្រែខៀវស្រងាត់ប៉ុន្តែខ្ញុំទៅនេះគឺមេឃស្ទុំឯងមេឃរោបភ្លៀងចាស់ហើយវាអត់សូវមានពន្លឺគ្រប់គ្រាន់ណាអូខេយើងក៏បន្តដំណើរទៅវិញទៀតណាទៅរកកន្លែងចុតថ្មីអូខេបងប្អូនចាំមើលបន្តិចទៀតហើយបន្តិចទៀតនេះគឺយើងមកដល់កន្លែងដែលយើងចុតត្រីមួយអត់ណាប៉ុន្តែថ្ងៃនេះគឺអត់ជញ្ជិតបានទេត្រីរោតែក្រឹមអត់មានយើងរោច្រើនកន្លែងចំណាយពេលប្រហែលជា3ទៅ4ម៉ោងថ្ងៃនេះគឺខាតស្មាត់យើងកំពុងរោជត់ហើយនេះរោណាមិញណាអូខេនេះទស្សនាមកទេសភាពនេះមកស្អុយភុយមួយលើ10ណាទឹកវិញមួយលើ100ទឹកល្អក់ខ្វឹមមើលទៅស្មាត់ចុតទៅដឹងហើយនេះមួយឈ្នាងអត់មានហត់មានហត់ស្រួយហ่าគ្រប់ក្រិចចិត្តបានគ្រប់ក្រិច
ខេបងប្អូនបន្ទាប់ពីជួតរប់សពឈ្នាងអត់បានត្រីក្រមមកពួកយើងក៏សម្រេចចិត្តថាទៅផ្ទះវិញហើយក៏សូមអរគុណបងប្អូនដែលបានឌីរឹងណាទស្សនាហើយក៏សូមមេត្តាជួយ Subscribe ដើម្បីទទួលបានវីដេអូថ្មីៗសូមអរគុណ